ចាអញ្ចឹងឥឡូវនេះគឺអ្នកគ្រូនឹងនាំកូនៗទៅធ្វើលំហាត់មួយចាដែលមានវងក្រចកផងនិងគ្នាបផងចាអញ្ចឹងនៅក្នុងការធ្វើលំហាត់ដែលមានវងក្រចកផងនិងគ្នាបផងចាគឺយើងត្រូវធ្វើនៅក្នុងវងក្រចកជាមុនសិនចាហើយបន្ទាប់មកទៀតចាំយើងធ្វើនៅក្នុងគ្នាបចាអញ្ចឹងមើលចម្លើយទាំងអស់គ្នាចា235នេះគឺយើងសរសេរនៅដដែលចាបូកជាមួយនឹងកូនដាក់គ្នាបដដែលសិនចាអញ្ចឹងវងក្រចកយើងគឺមាន2ចាគឺកូនចង់ធ្វើមួយណាមុនក៏បានចាអញ្ចឹងវងក្រចកទី1គឺ54គុណជាមួយនឹង35ចាឥឡូវកូនមើលអ្នកគ្រូនឹងធ្វើការគុណបង្ហាញកូនចា54គុណជាមួយនឹង35ចា9ដង20សរសេរលេខ0ប្រើទុក2 55ដង25 25បូក2 25 27 3 4ដង12សរសេរលេខ2ត្រាទុក1 3 5ដង15 15បូក1 15 16ចាហើយយើងធ្វើប្រមាណវិធីបូក0ដល់បូកទម្លាក់7បូក2ស្មើ9 2បូក6ស្មើ8ចា1អីបូកទម្លាក់ចាអញ្ចឹងចម្លើយស្មើ1890ចាយើងអត់សរសេរវងកញ្ចក់ទៀតទេកូនណាសេ1890ចាបូកសញ្ញាបូកគឺយើងដាក់បូកចាបន្ទាប់មកទៀតគឺយើងធ្វើការគណនាវងកញ្ចក់ទី2វិញម្ដងចា120គុណជាមួយនឹង10 15 5 0ដង0 5 2ដង10សរសេរលេខ0ត្រាទុក1 5ម្ដង5 5បូក1 6ចា1 0ដង0 1 2ដង2 1ម្ដង1 0ដល់បូកទុំលាក់ចា0បូក0 0 6បូក2ស្មើ8មួយអីបូកយើងទុំលាក់ចាអញ្ចឹងចម្លើយនៅក្នុងវងកញ្ចក់ទី2គឺស្មើជាមួយនឹង1800ចាហើយយើងបិទគ្នាមកវិញចាហើយនៅ235នេះគឺយើងសរសេរដដែលចាឥឡូវនេះគឺយើងធ្វើការគណនានៅក្នុងគ្នាបតទៅទៀតចាសញ្ញាបូកគឺយើងសរសេរសញ្ញាបូកដដែលចាអញ្ចឹងយក1000នេះចាយក1890បូកជាមួយនឹង1800ចា1800 0បូក0 0 9បូក0 9 8បូក8ស្មើ16សរសេរលេខ6ត្រាទុក1 1បូក1 2 2បូក1ស្មើ3ចាអញ្ចឹងបូកជាមួយនឹង3690ចាអញ្ចឹងយើងធ្វើការបូកតទៅទៀតចាដោយយកជាមួយនឹង3690នេះចាយើងចង់ធ្វើរៀបលេខមួយណាមុនក៏បានដែរចាដោយសារតែប្រមាណវិធីបូកគឺមានលក្ខណៈត្រឡប់ចា3690បូកជាមួយនឹង235ចា235 0បូក5 5 9បូក3 12សរសេរលេខ2ត្រាទុក1 1បូក6 8 8បូក2 9 3អីបូកទុំលាក់ចាអញ្ចឹងចម្លើយស្មើ3925